mai công toàn lang lên tiếng mày nung cho ăn ơi lục tròn chết ngon đó thui កាពីតូចឆ្ងល់ហេតុអីបានចាស់ចាស់គាត់ចូលចិត្តដាំដើមចេកម៉ែដីគាត់មកភូមិប៉ុណ្ណាណីសិតតែដើមចេកឥឡូវដឹងហើយគាត់ចូលចិត្តធ្វើនំអញ្ចឹងគាត់ត្រូវការលឹកចេកជាចាំបាច់ហ្មងម៉ែធ្វើនំម្ដងគាត់ប្រើពេល2ថ្ងៃថ្ងៃទី1កាត់លឹកចេករកគ្រឿងផ្សំថ្ងៃទី2បានចាប់ផ្ដើមធ្វើតែម្ដងជំនាន់ចៅសុំកាត់មួយថ្ងៃកន្លះចោលធ្វើទៅមួយកណាត់ថ្ងៃបានហើយថ្ងៃនេះខ្ញុំធ្វើនំល្ពៅបុកពីទូចម៉ែធ្វើឲ្យហូបដល់ឥឡូវធំហើយធ្វើជូនម៉ែវិញម្ដងណាគេខ្លះដូចខ្ញុំពីតូចគិតថានំល្ពៅបុកតទៅយកល្ពៅនឹងទៅបុកសិនបានយកមកធ្វើនំកើតក៏ពិតអត់ទេគេយកទៅឈូសជាសរសៃដូចល្ហុងអញ្ចឹងកោសឡើងសាច់ដុំដៃគ្រឿងផ្សំទាំងអស់មានល្ពៅសាច់ដូងខ្ទិះដូងដើមស្ករត្នោតម្សៅកខ្សាយកតណើបអំបិលម្ជប់ហើយកុំភ្លេចលឹកចេករៀបចំគ្រឿងផ្សំហើយអស់ហើយរករបស់ជំនួយកម្លាំងតិចសិនគឺទៅដល់គោស្រស់ Natural ខ្ញុំញ៉ាំមួយថ្ងៃ3កែវជំនួយកម្លាំងថាមពលឲ្យខ្ញុំស្វាហាប់បានភ្លាមលើសពីនឹងនៅក្នុងទឹកដោះគោសម្បូរវីតាមីនប្រូតេអ៊ីននិងកាល់ស្យូមច្រើនមែនទែនញ៉ាំហើយជំនួយឆ្អឹងធ្វើឲ្យឆ្អឹងយើងរឹងមាំការពារជំងឺពុកឆ្អឹងមានពីរពណ៌តែអត្ថប្រយោជន៍ដូចគ្នាហើយញ៉ាំបានគ្រប់វ័យកុមារអាយុចាប់ពី2ឆ្នាំឡើងញ៉ាំបានហើយទឹកដោះគោស្រស់ Natural ជាផលិតផលវេចខ្ចប់និងនាំចូលពីប្រទេសអូស្ត្រាលីផ្ទាល់អាចរកទិញបាននៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាយើងបកមកនំយើងវិញអត់បាក់យកល្ពៅទៅបុកទេគ្រាន់តែយកសាច់ល្ពៅលាយជាមួយអំបិលម្ជប់និយាយរំទៅមកមុខដែលយើងលាយត្រូវច្បល់ឲ្យសព្វគ្នាជាមុនសិនពេលច្បល់សព្វហើយដាក់ម្សៅអង្ករខ្សាយ4ខាំរួចម្សៅអង្ករត្នោត1ខាំកាលមុនទៅរំបានម្សៅអង្ករ1ខាំ2ខាំកិនឲ្យសម្រស់ទៀតដល់ពេលឥឡូវម្សៅកញ្ឆប់មានស្រាប់ទិញយកមកធ្វើតែម្ដងច្បល់ម្សៅសព្វហើយចាក់ទឹកខ្ទិះដូងដើម400មីលីលីត្រនិងស្ករត្នោត3ខាំចូលសម្រាប់សាច់ដូងដាក់ឲ្យច្រើនកាន់តែច្រើនកាន់តែឆ្ងាញ់ហើយបច្ចៈណានំនឹងអត់មានថែមទឹកពីក្រោយទេតិចឃើញខាប់លួចថែមទឹកអីចប់ហ្មងរបៀបវេចក៏ស្រួលដែរតែត្រូវដាក់លឹកចេក2ជាន់បានជិតល្អដាក់សាច់នំកដាលហើយបត់ទៅឆ្វេងបត់ទៅស្ដាំទៅលើទៅក្រោមរួចរាល់ខ្ញុំទឹកដៃលើកទី1អញ្ចឹងហើយនំរៀងតូចធំបន្តិចចាស់ធ្វើនំប្រើពេល2ថ្ងៃត្រូវថ្ងៃធ្វើនឹងគឺថ្ងៃបានញ៉ាំតែម្ដងខ្ញុំធ្វើមកកណាត់ថ្ងៃក៏ត្រូវដែរតែត្រូវតិចពេលបានញ៉ាំគឺពេលយប់មុនចំហុយយើងដាំទឹកឲ្យពុះហើយដាក់ចំហុយប្រហែលជា20នាទីនំឆ្អិនបានញ៉ាំហ្មងម៉ែកុំតាន់ឡើងនៅផ្ទះម៉ែនំឆ្អិនហើយម៉ែថាឡើងនេះណានំឈ្ងុយយ៉ាងហ្នឹងនៅចាំភ្លក់សិន